សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំទទួលបានសំណួរជាច្រើនមែនតើរាល់คลิปវីដេអូទាំងអស់ដែលខ្ញុំនិយាយតាក់ទងពីការមករៀននៅ New Zealand ឬមួយក៏ Australia អំពីរបៀបក្នុងការដាក់មករៀននៅក្រៅប្រទេសអញ្ចឹងដូចខ្ញុំបានបកស្រាយឲ្យបងប្អូនពីមុនហើយថាដោយសារខ្ញុំមិនមែនជាអ្នករកស៊ីឬមួយក៏ស៊ីឈ្នួលរត់ការជួយកូនបងប្អូនឬមួយក៏បងប្អូនឲ្យបានមករៀននៅក្រៅប្រទេសទេអ្វីដែលខ្ញុំចែករំលែកហ្នឹងគឺបទពិសោធន៍របស់ខ្ញុំសិក្សាអញ្ចឹងអ្វីដែលបងប្អូនអាចធ្វើបានហ្នឹងគឺមាន2ទី1គឺធ្វើដោយខ្លួនឯងដោយបងប្អូនអាចស្រាវជ្រាវខ្លួនឯងតាមប្រព័ន្ធអ៊ីនធឺណិតដោយចូលទៅកាន់គេហទំព័ររបស់ក្រសួងតាបវេ Immigration Australia ឬមួយក៏ Immigration New Zealand ទៅហើយបងប្អូនជ្រើសរើសយកvisa រៀន student visa អីទៅគេនឹងប្រាប់បងប្អូនពី checklist ឬមួយក៏តម្រូវការក្នុងការដាក់មករៀននឹងហើយថាបងប្អូនត្រូវការអីខ្លះចំណុចទី2ដែលខ្ញុំណែនាំមែនតើបើសិនជាបងប្អូនគិតថាធ្វើខ្លួនឯងវាមានភាពស្មុគស្មាញឬមួយក៏បងប្អូនភាសាអង់គ្លេសបងប្អូនអត់ទាន់ដល់កម្រិតមួយដែលអាចធ្វើខ្លួនឯងបានខ្ញុំណែនាំឲ្យបងប្អូនទៅប្រឹក្សាជាមួយនឹងទីភ្នាក់ងាររត់ការដែលបងប្អូនគិតថាអាចជឿទុកចិត្តបានវាជារឿងល្អមួយដែរដែលបងប្អូនទៅប្រឹក្សាជាមួយនឹងពួកគាត់ដោយពួកគាត់មានព័ត៌មានថ្មីជាច្រើនដូចខ្ញុំហ្នឹងខ្ញុំធ្វើតាំងពី20ឆ្នាំមុនអញ្ចឹងអ្វីដែលខ្ញុំដឹងហ្នឹងគឺឯកសារ20ឆ្នាំមុនបើទោះបីជាឯកសារដាក់មករៀនវាអត់ខុសគ្នាប្រហែលទេគឺសំខាន់បំផុតគឺរឿងថវិកាមុខរបរហើយនឹងចំណូលជាប្រចាំតែគេអាចគិតថាបងប្អូនអាចជួយទំនុកបម្រុងខ្លួនឯងឬមួយក៏កូនចៅដែលពងមករៀនហ្នឹងវាអត់ខុសគ្នាបានទេប៉ុន្តែវាអាចនឹងមានឯកសារផ្សេងដែលគេអាចនឹងត្រូវការផ្សេងពី20ឆ្នាំមុនខ្ញុំក៏អត់ដឹងដែរអញ្ចឹងអ្វីដែលបងប្អូនគួរតែធ្វើគឺទៅប្រឹក្សាជាមួយនឹងអ្នកទាំងនោះទី1គឺបងប្អូនអាចដឹងបានថារៀនអស់ប្រមាណបងប្អូនមានលក្ខខណ្ឌអីខ្លះក្នុងការបំពេញបងប្អូនមានសមត្ថភាពដល់ធម្មតាតម្រូវការលុយក្នុងធនាគារឥឡូវនេះគេតម្រូវការប្រមាណខ្ញុំក៏អត់ដឹងដែរពីមុនត្រូវការ 50,000 ក្នុងកុងធនាគារប៉ុន្តែឥឡូវតម្រូវការប្រមាណទៀតខ្ញុំក៏អត់ដឹងដែរដោយសារខ្ញុំអត់បានស្រាវជ្រាវនៅកន្លែងហ្នឹងទេហើយអ្វីដែលខ្ញុំដឹងហ្នឹងគឺការប្រឹក្សាហ្នឹងគឺមិនគិតថវិកាបងប្អូនទេអញ្ចឹងវាដូចជាបងប្អូនទៅធនាគារដើម្បីសុំខ្ចីលុយអញ្ចឹងគេអត់មានឆាកសេវាទេគឺយើងទៅសួរព័ត៌មានថាយើងខ្ចីបានប៉ុន្មានត្រូវមានអីតម្កល់ហើយការប្រាក់ប្រមាណអីប្រមាណអញ្ចឹងទៅការបង់ហ្នឹងគឺបង់មិនអីមិនរំលោះប្រហែលឆ្នាំគឺគេប្រាប់យើងតាមហ្នឹងនៅពេលដែលយើងពេញចិត្តទៅក៏យើងបង់លុយធ្វើអញ្ចឹងទៅមិនពេញចិត្តគឺយើងមកផ្ទះវិញទៅយើងពិភាក្សាជាមួយនឹងកូនចៅគ្រួសារជាប្តីជាប្រពន្ធយើងគួរពិភាក្សាគ្នាទៅប៉ុន្តែអ្វីសំខាន់គឺបងប្អូនហាមឲ្យលុយគេមុននិយាយទៀតហាមឲ្យលុយគេមុនពីព្រោះធ្វើការមករៀនហ្នឹងបើគេប្រាប់ថាគេយកលុយនេះយកទៅបង់ថ្លៃសាលាកុំជឿអីសោះដោយសារនៅពេលដែលយើងរត់ឯកសារដំបូងគឺគេខាងស្ថានទូតគេអត់តម្រូវឲ្យយើងបង់លុយសាលាមុនទេគេគ្រាន់តែចង់បានលិខិតទទួលពីសាលាចង់និយាយថា a letter of acceptance គឺសបុតមួយដែលគេទទួលយើងជាសិស្សក្នុងសាលាហ្នឹងយកមករត់ការតែប៉ុណ្្នឹងអញ្ចឹងខាងទីភ្នាក់ងារហ្នឹងប្រហែលជាគេមានសាលាផ្ទាល់ខ្លួនគេដែលគេស៊ីមីត្រីគ្នាគេបាន commission ជាមួយគ្នាហ្នឹងគេណែនាំសាលាដែលគេដាក់ឲ្យបងប្អូនទៅហើយអញ្ចឹងសាលាហ្នឹងនឹងចេញសបុតឲ្យបងប្អូនដែលចង់ទៅរៀនហ្នឹងគឺសាលាដែលគេតម្រូវដែលគេដាក់ឲ្យបងប្អូនទៅរៀនហ្នឹងអញ្ចឹងអ្វីដែលបងប្អូនត្រូវសួរគេហ្នឹងគឺសាលាហ្នឹងសាលាអីគេរៀនប្រហែលឆ្នាំអធិស្ឋានគឺលុយដែលឧទាហរណ៍ថាគេយកទាំងរៀនទាំងរត់ការគេយកអស់ 5,000 ចុះឧទាហរណ៍ខ្ញុំ 5,000 ហ្នឹងសួរគេថារៀនហ្នឹងគឺរៀនប្រហែលឆ្នាំហើយរៀនអីដែរហើយអាស័យដ្ឋានសាលាឈ្មោះសាលាអីហ្នឹងទៅនៅពេលដែលខ្ញុំដាក់មករៀនហ្នឹងគឺទីភ្នាក់ងារខ្ញុំគឺអត់កំណាញ់ទេគេប្រាប់ឈ្មោះសាលាគេប្រាប់អាស័យដ្ឋានទៀតគេមានសាលាឲ្យ2មួយនៅ City មួយនៅចិត្តផ្ទះបងប្អូនខ្ញុំមិនមានប្រាប់ថាខ្ញុំមានបងប្អូននៅទីនេះហ្នឹងគេថាអូគេមានសាលាមួយនៅចិត្តផ្ទះបងប្អូនខ្ញុំដែរអញ្ចឹងក្រោយពេលដែលបងប្អូនទៅប្រឹក្សាជាមួយពួកគាត់ហើយនៅពេលដែលបងប្អូនមានសំណួរអីផ្សេងដែលកង្វល់ថាទីភ្នាក់ងារហ្នឹងគាត់ទុកចិត្តបានអត់ហើយសំណួរដែលបងប្អូនគួរសួរអីផ្សេងទៀតហ្នឹងអាចមកប្រឹក្សាជាមួយខ្ញុំអាចមកសួរខ្ញុំបាននឹងវាងាយស្រួលជាងបើសិនជាបងប្អូនមកសួរខ្ញុំឆៅថារៀបឯកសារមិនអីមិនដូចខ្ញុំនិយាយអញ្ចឹងគឺខ្ញុំអត់មានស៊ីឈ្នួលឬមួយក៏យកចំណេញពីបងប្អូនទេអញ្ចឹងខ្ញុំអត់ចង់ផ្ដល់ព័ត៌មានអីដែលមិនត្រឹមត្រូវវាអត់ up to date ទេវាអត់ត្រូវនឹងលក្ខខណ្ឌបច្ចុប្បន្នហ្នឹងអញ្ចឹងយល់ល្អគឺបងប្អូនទៅតាក់ទងទីភ្នាក់ងារដែលមានមូលដ្ឋាននៅស្រុកខ្មែរទៅសួរគាត់ផ្ដល់ព័ត៌មានឲ្យបងប្អូនខ្ញុំជឿជាក់ថាការផ្ដល់ព័ត៌មានទាំងអស់គឺអត់ចិត្តថ្លៃទេហើយគេនឹងរីករាយតែបងប្អូនដែលមានលក្ខខណ្ឌល្អហ្នឹងទៅប្រឹក្សាជាមួយបងប្អូនដូចខ្ញុំនិយាយមួយវីដេអូខ្ញុំមុនហ្នឹងគឺថាបើសិនជាបងប្អូនមានលក្ខខណ្ឌមិនគ្រប់គ្រាន់ណាគេអត់ទទួល case បងប្អូនទេពីព្រោះគេក៏អត់ចង់ជះជីពេលវេលាគេដែរមានអាចនឹងមានគេឧទាហរណ៍បើ case បងប្អូនអត់ល្អហ្នឹងគេទទួលនៅពេលដែលខ្ញុំគិតថាក្រុមហ៊ុនហ្នឹងអាចនឹងមានបញ្ហាដោយសារគេគាត់តែចង់បានលុយបងប្អូនមួយចំនួនលុយកក់លុយអីចឹងហើយក៏អត់រត់ការហើយហ្នឹងខ្ញុំអត់ដឹងខ្ញុំអត់ចោទគេណាប៉ុន្តែខ្ញុំចង់និយាយថាបើសិនជាក្នុងករណីថាបងប្អូនអត់មានលក្ខខណ្ឌគ្រប់គ្រាន់ប៉ុន្តែគេនៅទទួល case បងប្អូនហ្នឹងគឺវាអាចនឹង red flag ចឹងនិយាយថាអាចគិតពិចារណាសារថ្មីចឹងណា
សំខាន់អ្នកដែលរត់ចាយបងប្អូនហ្នឹងគេមុននឹងគេរត់ហ្នឹងគេសួរបងប្អូនលំអិតហើយគោលការណ៍បងប្អូនគ្រប់មិនគេជួយរត់ឲ្យបើមិនគោលការណ៍បងប្អូនខ្វះតិចតួចអាហ្នឹងគេអាចជួយបន្ថែមអញ្ចឹងបើមិនខ្វះច្រើនគេអត់រត់ឲ្យអញ្ចឹងបងប្អូនកុំភ័យថាទៅដល់គេនឹងចាប់យើងសញ្ញេកុងត្រាបងលុយអីកុំតាន់ភ័យដល់កន្លែងហ្នឹងគឺសួរប្រឹក្សារបស់គេសួរប្រឹក្សាគេសិនថាយើងត្រូវធ្វើមិនយើងត្រូវការអីខ្លះហើយយើងមកផ្ទះពិចារណាគ្នាអញ្ចឹងថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងសង្ឃឹមថាបងប្អូនជោគជ័យក្នុងគម្រោងបងប្អូនដែលចង់ធ្វើថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងអរគុណច្រើន